ជាបឋមខ្ញុំសូមជម្រាបសួរដល់បងប្អូនទស្សនិកជនជាទីគោរពមុននឹងចូលដល់ខ្លឹមសារនៃវីដេអូខ្ញុំសូមអនុញ្ញាតធ្វើការណែនាំខ្លួនបន្តិចខ្ញុំបាទឈុនសុកសុធីសប្តាហ៍ថ្ងៃជាមន្ត្រីរាជការមួយរូបហើយក៏ជាអតីតសមាជិកនៃក្រុមការងារកិច្ចការទូតនៃលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកបឆបមុននឹងក្លាយជាមន្ត្រីរាជការខ្ញុំបាទធ្លាប់ជានិស្សិតមានជំនាញ2ផ្នែកគឺជំនាញនីតិសាស្ត្រនិងជំនាញវិទ្យាសាស្ត្រកុំព្យូទ័រហើយសប្តាហ៍ថ្ងៃក៏កំពុងសិក្សាជំនាញបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈក្នុងអំឡុងគ្រាដែលខ្ញុំធ្លាប់បម្រើការក្នុងលេខាធិការដ្ឋានកបឆបខ្ញុំបានឃើញផ្ទាល់ស្គាល់របៀបរបបនិងប្រឡូកសកម្មភាពស្ទើរតែក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃកិច្ចខិតខំប្រឹងប្រែងជារួមរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានការដឹកនាំផ្ទាល់ដោយសម្ដេចប្រមុខរាជរដ្ឋាភិបាលនិងមានការដឹកនាំលេខាធិការដ្ឋានផ្ទាល់ដោយឯកឧត្តមសន្តិបណ្ឌិតឆៃស៊ីនរិទ្ធទេសរដ្ឋមន្ត្រីអនុប្រធានប្រចាំការកបឆបនិងជាប្រធានលេខាធិការដ្ឋានកបឆបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams គឺជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើសឆបោកដែលធ្វើឡើងក្នុងទម្រង់ជាឧក្រិដ្ឋកម្មឆ្លងដែនឬដោយមានបណ្ដាញក្រុមអង្គការចាត់តាំងហើយជនល្មើសប្រើប្រាស់ទីតាំងនៅក្នុងប្រទេសណាមួយដើម្បីធ្វើការឆបោកជនរងគ្រោះនៅប្រទេសនោះឬនៅតាមបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាពិសេសជាមួយនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានិងបណ្ដាញទំនាក់ទំនងសង្គមក្នុងសម័យទំនើបឧក្រិដ្ឋកម្មឆបោកឆ្លងដែនដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមានការរីកដុះដាលយ៉ាងខ្លាំងដែលបង្កឲ្យមានជនរងគ្រោះជាច្រើននៅក្នុងពិភពលោកហើយបានក្លាយជាបញ្ហាប្រឈមនិងក្តីកង្វល់រួមថ្មីមួយសម្រាប់កម្ពុជាបណ្ដាប្រទេសក្នុងតំបន់និងនៅលើពិភពលោកថ្មីនេះមានការលេចបំផុសឡើងនៅច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី13ខែមីនាឆ្នាំ2026ហើយត្រូវបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី30ខែមីនាឆ្នាំ2026និងចុងក្រោយបង្អស់ត្រូវបានអង្គប្រសិទ្ធភាពផ្ដល់យោបល់យល់ព្រមទាំងស្រុងដោយឥតកែប្រែកាលពីថ្ងៃទី3ខែមេសាឆ្នាំ2026និងចូលជាធរមានក្រោយពីប្រកាសឲ្យប្រើកាលពីថ្ងៃទី7ខែមេសាឆ្នាំ2026ជាការកត់សម្គាល់ការឆបោកមិនមែនជារឿងថ្មីនោះទេហើយក៏មិនមែនទើបតែកើតមាននាពេលបច្ចុប្បន្ននេះដែរប៉ុន្តែដោយសារការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានិងបណ្ដាញទំនាក់ទំនងសង្គមក្នុងសម័យទំនើបព្រមទាំងការផ្លាស់ប្ដូរនៅទំនាក់ទំនងនៃការទូតការឆបោកបានវិវត្តខ្លួនទៅជាទម្រង់ថ្មីមួយទៀតដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams បានក្លាយជាបញ្ហាប្រឈមនិងក្តីកង្វល់រួមថ្មីមួយសម្រាប់កម្ពុជាតំបន់និងពិភពលោកដោយហេតុថាភាគច្រើនការប្រព្រឹត្តបទល្មើស online scams ត្រូវបានធ្វើឡើងក្នុងទម្រង់ជាឧក្រិដ្ឋកម្មឆ្លងដែនឬដោយមានបណ្ដាញក្រុមឧក្រិដ្ឋជនមានការចាត់តាំងហើយជនល្មើសប្រើប្រាស់ទីតាំងនៅក្នុងប្រទេសណាមួយដើម្បីធ្វើការឆបោកជនរងគ្រោះនៅប្រទេសនោះផ្អែកតាមរបាយការណ៍ខែមីនាឆ្នាំ2026របស់ Interpol ស្ដីពីការវាយតម្លៃការគំរាមកំហែងនៃការឆបោកហិរញ្ញវត្ថុសកលនិងរបាយការណ៍របស់ Global Anti-Scam Alliance ស្ដីពីស្ថានភាពសកលនៃការឆបោកឆ្នាំ2025បានបញ្ជាក់ថានៅក្នុងរយៈពេល1ឆ្នាំនៃឆ្នាំ2025កន្លងទៅចំនួនទឹកប្រាក់ដែលបាត់បង់ដោយសារការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងការបន្លំផ្នែកហិរញ្ញវត្ថុនៅទូទាំងពិភពលោកត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណ442,000 លានដុល្លារអាមេរិកប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើននៅក្នុងតំបន់ដែលរងគ្រោះដោយសារត្រូវបានឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាជាក់ស្ដែងឧក្រិដ្ឋកម្មនេះបានបង្កនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរសម្រាប់កម្ពុជាទី1សណ្ដាប់ធ្នាប់សាធារណៈរបស់កម្ពុជាទី2មុខមាត់កិត្តិយសសេចក្តីថ្លៃថ្នូរ
និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិទី3សេដ្ឋកិច្ចវិស័យទេសចរណ៍ការវិនិយោគធុរកិច្ចនិងបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសឯកោដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិនិងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មឆបោកក្នុងសម័យទំនើបដែលមានបណ្ដាញប្រតិករឡាគ្នាពីប្រទេសមួយទៅប្រទេសមួយរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះគឺជាកិច្ចការអាទិភាពដ៏សំខាន់ទី1ដើម្បីអនុវត្តការងារនេះរាជរដ្ឋាភិបាលបានដំឡើងកម្រិតនៃការបង្ក្រាបដែលបង្កើតឲ្យមានកបឆបក្នុងពេលបច្ចុប្បន្នសមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជានៅគ្រប់ផ្នែកនិងគ្រប់កម្រិតបាននិងកំពុងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបោះសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះក្នុងទម្រង់ជាយុទ្ធនាការដែលត្រូវអនុវត្តព្រមគ្នានៅទូទាំងប្រទេសជាមួយគ្នានេះកាលពីថ្ងៃទី14ខែកក្កដាឆ្នាំ2025សម្ដេចមហាបវរធិបតីបានប្រកាសដាក់ចេញនូវយុទ្ធនាការមួយតាមរយៈបទបញ្ជាលេខ01បបចុះថ្ងៃទី14ខែកក្កដាឆ្នាំ2025ស្ដីពីយុទ្ធនាការបោះសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយប្រមូលផ្ដុំនៅកម្លាំងសរុបដើម្បីប្រយុទ្ធប្រឆាំង online scams ដែលជាយុទ្ធនាការនេះបាននឹងកំពុងត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់នៅគ្រប់កម្រិតនិងនៅទូទាំងប្រទេសបន្ថែមពីការប្រកាសដាក់ចេញនៅយុទ្ធនាការនេះរាជរដ្ឋាភិបាលបានចេញបន្ថែមទៀតនៅអនុក្រឹត្យលេខ03 អនក្រចុចបកចុះថ្ងៃទី5ខែមករាឆ្នាំ2026ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំហើយរហូតមកដល់ពេលនេះប្រទេសកម្ពុជាបានមាននៅច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញច្បាស់អំពីការទទួលខុសត្រូវខ្ពស់និងការបដិញ្ញាចិត្តដ៏មោះមុតម៉ឺងម៉ាត់និងឥតដកថយរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង online scams ទាំងលើការលើកកម្ពស់ប្រសិទ្ធភាពក្នុងការបោះសម្អាតនិងទាំងលើការធានាថាឧក្រិដ្ឋកម្មក្នុងទ្រង់ទ្រាយបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញនោះទេជាមួយគ្នានេះដែរខ្ញុំសូមបញ្ជាក់ជូនបន្ថែមទៀតថាកម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់និងពិភពលោកដែលបានរៀបចំឲ្យមានច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដើម្បីលើកកម្ពស់ការប្រយុទ្ធប្រឆាំង online scams បន្ទាប់ពីការចូលជាធរមាននៃច្បាប់នេះនិងដោយឃើញថាសាធារណជនមួយចំនួននៅមិនទាន់យល់ច្បាស់អំពីការប្រព្រឹត្តទៅនៃច្បាប់ថ្មីនេះនិងអាស្រ័យដែលហេតុថាច្បាប់ថ្មីនេះមានទម្រង់ពិសេសនិងមានលក្ខណៈស្មុគស្មាញជាខ្លាំងជាពិសេសនោះគឺដើម្បីធានាដល់ប្រសិទ្ធភាពនិងសកិទ្ធភាពនៃក្នុងការសិក្សានិងការអនុវត្តច្បាប់ដូច្នេះខ្ញុំបាទសូមគោរពអនុញ្ញាតប្រើប្រាស់នៅឱកាសដ៏មានតម្លៃនេះចាប់ផ្ដើមធ្វើការអត្ថាធិប្បាយជូននៅសេចក្តីពន្យល់ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីសម្រួលដល់ការពន្យល់និងបកស្រាយឲ្យមានភាពរលូននិងជៀសវាងភាពមន្ទិលការអត្ថាធិប្បាយសេចក្តីពន្យល់នេះខ្ញុំនឹងធ្វើការបែងចែកចេញជា3ចំណុចគោលជារួមគឺបែងចែកចេញជា3វីដេអូធំនោះគឺទី1តថភាពទូទៅសារបាននិងស្ថានភាពបច្ចុប្បន្នទី2ខ្លឹមសារសំខាន់នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយទី3កិច្ចការងារបន្តទៀតក្នុងការបោះសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលអង់គ្លេសហៅថា The Law on Combating Online Scams ដែលពាក្យបច្ចេកទេសដែលយកមកប្រើប្រាស់គឺត្រូវបានជ្រើសរើសដោយស្របទៅតាមបរិបទជាក់ស្ដែងនៃព្រឹត្តិការណ៍និងការដាក់ចេញនូវយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមបញ្ជាក់ជូនថា online scams ពាក្យនេះគឺមានអត្ថន័យនិយមន័យនិងខ្លឹមសារដូចនឹងពាក្យបរទេសហៅថា cyber crimes ជាមួយគ្នានេះប្រទេសកម្ពុជាគឺជាប្រទេសឈានមុខគេឬជាប្រទេសទី1បង្អស់នៅក្នុងតំបន់និងសកលលោកដែលបានចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនេះការបង្កើតឡើងនៅច្បាប់នេះគឺឈរលើមូលដ្ឋានទស្សនវិជ្ជាចំនួន2ធំទី
តតភាពច្បាប់និងនយោបាយទី2តតភាពបច្ចេកទេសនិងបញ្ហាប្រឈមអំពីតតភាពច្បាប់និងនយោបាយគឺកម្ពុជាដែលស្របតាមអនុសញ្ញារបស់អង្គការសហជីវជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំងហៅកាត់ថា UNTOC ឬក៏ UNTOC ដែលប្រទេសកម្ពុជាចូលជាភាគីកាលពីថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2001បន្ថែមពីនេះកម្ពុជាក៏បានសម្រេចចូលជាភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្ម Cyber ហៅកាត់ថា UN Cybercrime Convention ត្រូវបានអនុម័តដោយរដ្ឋសភានៅកាលពីថ្ងៃទី16ខែមករាឆ្នាំ2026ជាមួយគ្នានេះដែរការដែលប្រទេសកម្ពុជាចូលជាសមាជិកនៃអង្គការសហប្រជាជាតិគឺអាចអនុញ្ញាតឲ្យកម្ពុជារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ក្របខ័ណ្ឌជាតិហើយបដិញ្ញាចិត្តលើកកម្ពស់ការអនុវត្តដើម្បីជាឧត្តមប្រយោជន៍ជាតិក្នុងពេលបច្ចុប្បន្នភាពនិងនាពេលអនាគតអំពីតតភាពបច្ចេកទេសនិងបញ្ហាប្រឈមគឺឧក្រិដ្ឋកម្មឆបោកឆ្លងដែនដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបានរីករាលដាលដូចជាជំងឺមហារីកអញ្ចឹងដែលតម្រូវឲ្យមានការរួមដៃគ្នាដោះស្រាយហើយมันអាចคล้ายជាបន្ទុកទាំងស្រុងតែមួយគត់របស់ប្រជាណាចក្រកម្ពុជាបញ្ហាប្រឈមដទៃទៀតរួមមានការជួបប្រទះនៅផលវិបាកក្នុងការកំណត់ឲ្យបាននិងបែងចែកឲ្យដាច់រវាងជនល្មើសនិងជនរងគ្រោះការស្វែងរកនិងយកមកវិញនៅទ្រព្យសម្បត្តិដែលជាផលនៃបទល្មើសកង្វះខាតមូលដ្ឋានច្បាប់ដើម្បីអនុវត្តនិងធ្វើការចោទប្រកាន់លក្ខខណ្ឌនិងក្របខ័ណ្ឌនៃលិខិតបទដ្ឋានគតិយុត្តមានភាពចន្លោះប្រហោងនិងមានបទល្មើសជាច្រើនដែលកើតចេញពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតែមួយគត់ដូចជាបទល្មើសសម្អាតប្រាក់ដែលតម្រូវឲ្យមានបទបញ្ញត្តិពិសេសដែលទាំងអស់នេះបានក្លាយជាមូលដ្ឋានក្នុងការជំរុញឲ្យមានការកកើតឡើងនូវច្បាប់ពិសេសនេះភាពចាំបាច់នៃច្បាប់នេះគឺសរបញ្ជាក់ឲ្យឃើញនូវគោលបំណងសំខាន់រួមមានការបំពេញបន្ថែមនៅចន្លោះប្រហោងនៃបទបញ្ញត្តិពាក់ព័ន្ធវិស័យព្រហ្មទណ្ឌក្នុងនោះដែររួមមានក្រមព្រហ្មទណ្ឌក្រមនីតិវិធីព្រហ្មទណ្ឌច្បាប់ស្តីពីការពិនិត្យគ្រឿងញៀនច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សការធ្វើបែបនេះគឺអនុញ្ញាតដល់អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីអនុវត្តច្បាប់ប្រើប្រាស់ដើម្បីផ្ដន្ទាទោសជនល្មើសច្បាប់ឲ្យស្របនិងស័ក្តិសមតាមវិជាសនកម្មជាមួយគ្នានេះដែរក៏បានចូលរួមលើកកម្ពស់ក្របខ័ណ្ឌនីតិវិធីអនុវត្តច្បាប់ប្រសិទ្ធភាពការងារតាមមូលដ្ឋាននិងផ្ដល់វេទិកានិងមធ្យោបាយដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្ដាប្រទេសក្នុងតំបន់និងនៅលើសកលលោកអំពីសារបាននិងកិច្ចដំណើរការនៃការរៀបចំច្បាប់គឺចែកចេញជា4ដំណាក់កាលរួមមាននៅកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រីដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដែលបានអនុម័តយកព្រមលើសេចក្តីព្រាងច្បាប់នេះកាលពីថ្ងៃទី13ខែមីនាឆ្នាំ2026បន្ទាប់មកគឺរដ្ឋសភាដែលបានអនុម័តយកព្រមកាលពីថ្ងៃទី30ខែមីនាឆ្នាំ2026រួចហើយក៏ប្រសិទ្ធភាពបានអនុម័តយកព្រមដោយឥតកែប្រែកាលពីថ្ងៃទី3ខែមេសាឆ្នាំ2026តែក្រោយយកព្រមរួចក្រសួងយុតិធម៌បានធ្វើសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី3ខែមេសាឆ្នាំ2026ភ្លាមតែម្ដងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យាឬប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើសដោយប្រើឧបាយកលទុច្ចរិតនានាខ្ញុំសូមបញ្ជាក់ជូនថានេះគឺជានិយមន័យរបស់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយបទល្មើសនេះប្រព្រឹត្តទៅដោយច្រើនទម្រង់រួមមានការឆបោកដោយបន្លំសារ phishing ការឆបោកដោយផ្ដល់ការងារ job scams ការឆបោកបែបមនោសញ្ចេតនា romance scam ឬក៏ pig butchering ការឆបោកឆ្នោត lottery scams
ការឆបោកបែបវិនិយោគ investment scams ដែលអះអាងថានឹងទទួលបានប្រាក់ចំណេញខ្ពស់ឬច្រើនការឆបោកលួចទិន្នន័យសម្ងាត់ផ្ទាល់ខ្លួន identity transfer ការឆបោកផ្ទេរឬដូរលុយ crypto money exchange and currency trade ការឆបោកដោយក្លែងបន្លំអត្តសញ្ញាណបុគ្គល identity fraud ការឆបោកតាមរយៈការផ្ដល់សេវាកម្មណាមួយ service fraud ពីច្រើនការប្រព្រឹត្តបទល្មើស online scams ត្រូវបានធ្វើឡើងក្នុងទម្រង់ជាកೃតកម្មឆ្លងដែនដែលខ្ញុំបានលើកឡើងនៅខាងមុននេះអញ្ចឹងហើយជនល្មើសប្រើប្រាស់ទីតាំងនៅក្នុងប្រទេសមួយដើម្បីទៅឆបោកជនរងគ្រោះនៅប្រទេសនោះឬក៏នៅតាមបណ្ដាប្រទេសផ្សេងៗទៀតនៅលើសកលលោកដើម្បីដំណើរការអនុវត្តនីតិវិធីប្រកបដោយគុណភាពអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីអនុវត្តច្បាប់បានប្រើប្រាស់បទបញ្ញត្តិពាក់ព័ន្ធវិស័យព្រំប្រទានដើម្បីធ្វើការចោទប្រកាន់ជនល្មើសក្នុងនោះដែររួមមានបទឆបោកមានស្ថានទម្ងន់ទោសដោយមានក្រុមចាត់តាំងនេះបើយោងតាមមាត្រា377នៃក្រមព្រំប្រទានបទគំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយមាត្រា232នៃក្រមព្រំប្រទានបទក្លែងបន្លំឯកសារសាធារណៈឬប្រើប្រាស់ឯកសារសាធារណៈក្លែងអត្តសញ្ញាណប័ណ្ណឬឯកសារការងារនេះបើយោងតាមមាត្រា626នៃក្រមព្រំប្រទានបទល្មើសជួញដូរគ្រឿងញៀនមាត្រា40នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនបទល្មើសប្រើប្រាស់អាវុធខុសច្បាប់មាត្រា490នៃក្រមព្រំប្រទាននិងមាត្រា20នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់មីស៊ីលបទល្មើសជួញដូរមនុស្សការរត់ពន្ធមនុស្សការបង្ខាំងមនុស្សដោយខុសច្បាប់នេះបើយោងតាមច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទអំពើហិង្សាទារុណកម្មនិងអំពើឃោរឃៅនេះបើយោងតាមមាត្រា217និង210នៃក្រមព្រំប្រទានបទល្មើសសម្បត្តិប្រាក់នេះបើយោងតាមមាត្រា38កថាខណ្ឌទី1នៃច្បាប់ស្តីពីការប្រឆាំងការសម្បត្តិប្រាក់និងហិរញ្ញប្បទានភេរវកម្មបទល្មើសអន្តោប្រវេសន៍មាត្រា29និង30នៃច្បាប់ស្តីពីអន្តោប្រវេសន៍ការបើកកន្លែងល្បែងស៊ីសងខុសច្បាប់ឬការលេងល្បែងអនឡាញ online gambling នេះបើយោងតាមមាត្រា1ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងដូច្នេះដើម្បីរក្សារង្វង់ពេលឲ្យបានសមរម្យខ្ញុំសូមកាត់វីដេអូចេញជា3ផ្នែកដូចខ្ញុំបានជម្រាបនៅខាងលើដើមអញ្ចឹងគឺនេះជាការសន្មតថាបានបញ្ចប់ផ្នែកទី1ពោលគឺវីដេអូទី1ហើយនៅសល់ផ្នែកទី2និងទី3ពោលគឺវីដេអូទី2និងទី3បន្ថែមទៀតគឺទុកសម្រាប់បញ្យលបកស្រាយបន្ថែមដូច្នេះខ្ញុំសូមអរគុណបងប្អូនទស្សនិកជនដែលបានខិតខំស្ដាប់ហើយនៅជាមួយខ្ញុំរហូតដល់ទីបញ្ចប់សូមគោរពជម្រាបលា